សម្ដេចធិបតីលើកទឹកចិត្តឲ្យក្រសួងមហាផ្ទៃកម្ពុជាក្រសួងសន្តិសុខសាធារណៈឡាវនិងក្រសួងនគរបាលវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមឧត្តមសេនីយ៍ឯកវ៉ាន់ថងកងមុនីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងឯកឧត្តមនាយឧត្តមសេនីយ៍នឹងតាមខ្វាន់រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្ដែងការគួសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានសម្ដែងនូវការវិដតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសន្តិសុខសាធារណៈឡាវក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃដែលកិច្ចសហប្រតិបត្តិការដ៏ល្អនេះបានចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង3ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី2រវាងក្រសួងមហាផ្ទៃកម្ពុជាក្រសួងសន្តិសុខសាធារណៈឡាវនិងក្រសួងនគរបាលវៀតណាមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រមទាំងបានគូបញ្ជាក់អំពីការបដិញ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង3ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាការឆ្លើយតបសម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី2នេះសម្ដេចធិបតីក៏បានរំលឹកអំពីចំណងមិត្តភាពជាប្រពៃរវាងកម្ពុជាឡាវវៀតណាមដោយសម្ដេចធិបតីបានលើកឡើងពីការប្រារព្ធខួបលើកទី70នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជាឡាវក្នុងឆ្នាំ2026នេះនិងការត្រៀមប្រារព្ធខួបលើកទី60នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជាវៀតណាមនាឆ្នាំ2027ខាងមុខនេះទន្ទឹមនឹងនេះសម្ដេចធិបតីក៏បានគូបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង3កម្ពុជាឡាវវៀតណាមឲ្យកាន់តែរឹងមាំបន្ថែមទៀតសម្ដេចធិបតីនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមក៏បានបន្តពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាក្នុងការជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៃប្រទេសទាំង3ជាពិសេសការជំរុញឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនបន្តសហការយ៉ាងជិតស្និទ្ធក្នុងការការពារថែរក្សាសន្តិសុខសម្ដៅប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអនុវត្តព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរមនុស្សការរត់ពន្ធគ្រឿងញៀនក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមុននឹងបញ្ចប់សម្ដេចធិបតីបានលើកទឹកចិត្តឲ្យក្រសួងមហាផ្ទៃកម្ពុជាក្រសួងសន្តិសុខសាធារណៈឡាវនិងក្រសួងនគរបាលវៀតណាមបន្តពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង3ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតដែលកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង3ក៏ដូចជាជំរុញឲ្យពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគជាទីបញ្ចប់សម្ដេចធិបតីជំរុញឲ្យបង្កើនការផ្លាស់ប្តូរនិងរឹតចំណងទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងប្រជាជនជាពិសេសក្នុងស្រទាប់យុវជននៃប្រទេសទាំង3